នាងខ្ញុំសូមគោរពជម្រាបសួរទៅកាន់លោកគ្រូមុំសិរឿននិងមិត្តភ័ក្តិរួមថ្នាក់ទាំងអស់គ្នានាងខ្ញុំឈ្មោះខពិសីរៀនថ្នាក់ទី 12B នៃវិទ្យាល័យបណ្ឌានីហ៊ុនសែនដងតុងថ្ងៃនេះខ្ញុំមកសង្ខេបរឿងរាមកេរ្តិ៍ខ្សែទី10នៅពេលដែលទទួលដំណឹងថាព្រះលក្សណ៍រួចផុតពីសេចក្តីស្លាប់ក្រុងរាពណ៍ក៏បានប្រើមធ្យោបាយផ្សេងទៀតដោយគេភៀសខ្លួនទៅរស់នៅលើកំពូលភ្នំស្លោពពឹសពីអ្នកដើម្បីងាយស្រួលសម្លាប់កងទ័ពរបស់ព្រះរាមពិភេកបានពំនាំដំណឹងនេះទៅថ្វាយព្រះរាមលុះព្រះរាមទទួលដំណឹងនេះក៏បានបញ្ជាឲ្យហនុមានទៅបំផ្លាញមន្តអាគមរបស់ក្រុងរាពណ៍រហូតទទួលបានជោគជ័យក្រុងរាពណ៍មានការខឹងសម្មាយ៉ាងខ្លាំងហើយក៏បានបញ្ជាឲ្យអនិច្ចិតទៅធ្វើសង្គ្រាមបន្តទៀតអនិច្ចិតបានកាឡាខ្លួនធ្វើជាពពកដើម្បីបំភាន់ភ្នែកគូសត្រូវមិនឲ្យមើលឃើញកងទ័ពរបស់ខ្លួនកងទ័ពយក្សបានសម្លាប់កងទ័ពស្វាអស់ជាច្រើនព្រះរាមនិងព្រះលក្សណ៍មានការអស់សង្ឃឹមយ៉ាងខ្លាំងហើយក៏បានបន់ស្រន់ដល់ទេវតាសូមឲ្យកងទ័ពរបស់ខ្លួនមើលឃើញកងទ័ពរបស់គូសត្រូវផងលុះការបន់ស្រន់ទទួលបានជោគជ័យព្រះលក្សណ៍ក៏បានថ្លែងសរសម្រាប់អនិច្ចិតស្លាប់បាត់ទៅដោយទទួលដំណឹងថាអនិច្ចិតបានស្លាប់ក្រុងរាពណ៍មានការយំនិងខូចចិត្តអស់រយៈពេលយ៉ាងយូរហើយគេក៏បានសម្រេចចិត្តនាំនាងសីតាទៅប្រហារជីវិតក៏ប៉ុន្តែមានមន្ត្រីយក្សមួយអង្គព្រះនាមរុក្ខសៈបានខាត់ទាន់ដោយគេអះអាងថាតាមទំនៀមទម្លាប់នគរមិនអាចសម្លាប់ជនឬមនុស្សណាដែលគ្មានទោសកំហុសបានឡើយក្រុងរាពណ៍ក៏បានយល់ព្រមតាមសំណុំពររបស់មន្ត្រីយក្សនោះហើយក្រុងរាពណ៍ក៏បាននាំកូនទាំង10របស់ខ្លួនទៅប្រយុទ្ធជាមួយព្រះរាមម្ដងម្នាក់រហូតស្លាប់គ្មានសល់ដោយក្តីអស់សង្ឃឹមក្រុងរាពណ៍ក៏បានសម្រេចចិត្តទៅចងស្ពានមេត្រីភាពជាមួយនឹងមិត្តម្នាក់ទៀតឈ្មោះថាមូលថមានដើម្បីធ្វើសង្គ្រាមជាមួយនឹងព្រះរាមបន្តទៀតតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្សែទី10នេះមានដូចជាព្រះរាមព្រះលក្សណ៍ក្រុងរាពណ៍នាងសីតាហនុមានអនិច្ចិតកូនទាំង10របស់ក្រុងរាពណ៍និងមន្ត្រីយក្សម្នាក់ទៀតឈ្មោះថារុក្ខសៈថែមទាំងមិត្តភក្តិម្នាក់ទៀតរបស់ក្រុងរាពណ៍ព្រះនាមមូលថមានចាសសូមអរគុណ